បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមកចែក tool ឲ្យបងប្អូនប្រើទៀតហើយគឺ tool download YouTube ហើយនិង TikTok យើងអាច download ម្ដងមួយក៏បានម្ដងមក profile វាក៏បានដែរគ្រាន់តែអ្នកទាំងអស់គ្នា copy link YouTube ឬក៏ link TikTok មកទៅគឺអ្នកទាំងអស់គ្នាអាច download បានហើយតែឥឡូវមកមើលវាប្រើអញ្ចឹងខ្ញុំនឹងតម្លាក់ file នេះឲ្យអ្នកទាំងអស់គ្នានៅក្នុង group SPN Tool PH ហ្នឹងហើយអ្នកទាំងអស់គ្នា double click លើវាមកតាមមកអ្នកគ្នាចុច yes ហើយចុច next install អនបាទទេណាអ្នករបៀបទៅឡើងហើយទៅឡើងលឿននេះព្រោះកម្មវិធីហ្នឹងវាតូចដែរខ្ញុំអត់ទាន់បាន update download Facebook ឬក៏ download អីផ្សេងទៀតទេឥឡូវអ្នកគ្នាប្រើពីរហ្នឹងសិនទៅ finish មកទេថ្ងៃនេះខ្ញុំក្បែងចេញមកឥឡូវវាបើកហើយអ្នកគ្នាអញ្ចឹងបន្ទាប់ពីវាបើកវាទាមទារ key ដូចតែកម្មវិធីមុនណាទេអញ្ចឹងអ្នកនរគ្នាចុច copy machine ID នេះមកនេះដើម្បី copy លេខម៉ាស៊ីនរបស់យើងនេះអញ្ចឹងអ្នកនរគ្នាផ្ញើលេខម៉ាស៊ីនហ្នឹងឲ្យខ្ញុំដូចតរដងដែរណាឥឡូវតមកខ្ញុំចូលក្នុង key admin ខ្ញុំសិនហើយខ្ញុំ active ខ្ញុំនឹង generate key អ្នកនរគ្នាអូអានេះបាក់មើលមែនតែអញ្ចឹងអ្នកនរគ្នា copy key ខ្ញុំមកខ្ញុំនឹងដាក់នេះឲ្យអ្នកនរគ្នាហើយអ្នកនរគ្នាប្រើ30ថ្ងៃអញ្ចឹងខ្ញុំ generate key ហើយខ្ញុំតម្លាក់ key នេះឲ្យអ្នកនរគ្នាវិញនេះ key នេះអ្នកនរគ្នាយកទៅដាក់នៅក្នុងនេះមកនេះដាក់នៅកន្លែងនេះមកហើយចុច activate មកតមកអ្នកនរចុច OK មកបានហើយវាអត់បាក់ទេហ្នឹងអញ្ចឹងអ្នកនរគ្នាអាចចូលទៅ subscribe channel របស់ខ្ញុំមួយបានតមកអ្នកគ្នាមិនចាំឲ្យទាំងនេះវារំខានទៀតអ្នកនរគ្នាក៏ចុចគ្រីសកន្លែងនេះមកហើយអ្នកនរគ្នាបិទឬក៏សូមចូលទៅកាន់ channel របស់ខ្ញុំផងដើម្បី subscribe ទទួលបានវីដេអូថ្មីចំណេះដឹង AI ហើយនឹង tool បន្តទៀតចឹងណាហ្នឹងហើយឥឡូវខ្ញុំសាកចុចទៅមួយមើលវាទៅរបស់ខ្ញុំចាញ់អញ្ចឹងរហូតបានអ្នកនរគ្នាអាចនេះបានដោយសាររបស់ខ្ញុំវាបញ្ហា browser អញ្ចឹងខ្ញុំបិទទៅនេះអ្នកនរគ្នាឃើញហើយកន្លែងនេះ TikTok កន្លែងនេះ Facebook ឬ YouTube អធិស្ឋានហើយកន្លែងនេះអ្នកនរគ្នាឃើញកាត់វីដេអូហ្នឹងកន្លែងហ្នឹងខ្ញុំដាក់មុខងារកាត់វីដេអូដែរលើកមុនខ្ញុំ free ឲ្យមួយហើយរឿង tool កាត់វីដេអូប៉ុន្តែកន្លែងនេះអ្នកនរគ្នាមាន tool កាត់វីដេអូនៅនឹងស្រាប់អញ្ចឹងខ្ញុំប្រាប់ពីរបៀបឥឡូវខ្ញុំ download YouTube អញ្ចឹងយើងចុចលើ YouTube មកហើយ clear នេះចោលទៅដល់មក copy link YouTube មក link playlist link channel link short អីអ្នកនរគ្នា copy មកប៉ុន្តែ short ខ្ញុំមិនដែលបានតេស្តទេខ្ញុំតេស្តតា link channel ហើយនឹង link playlist ទេអញ្ចឹងអ្នកនរគ្នា copy មកឬក៏ចុចផាសកន្លែងនេះមកវាមកហើយអញ្ចឹងអ្នកនរគ្នាមុននឹង download អ្នកនរគ្នាអាចចុចកន្លែងពាក្យកន្លែងនេះ update score ទោះចូល4យឺតបានន័យថា update អាហ្នឹងតិចមកដើម្បីឲ្យវាdownload បានលឿនអញ្ចឹងណាហើយចុចកន្លែងហ្នឹងមកហើយអ្នកនរគ្នានឹងឃើញកន្លែងនេះវាកំពុងទាញយកយ៉ាបានបរាជ័យបាទដងអត់អីទេឥឡូវមិនខ្វល់ទេអ្នកនរគ្នាចុច download យកទៅហ្មងទៅហើយកន្លែងនេះរើស browser អ្នកនរគ្នារើសបើរើស browser កន្លែង browser រើសទីតាំងអ្នកនរគ្នាអញ្ចឹងខ្ញុំរើសទីតាំងកន្លែងអ្នកសារទុកមួយដាក់ក្នុង folder AA នេះអញ្ចឹងមកគឺអត់មានអីទៀតទេបើអ្នកនរគ្នា update core ចូល4យឺតនេះបានក៏បានដែរបើមិនបានក៏អត់បញ្ហាដែរអ្នកនៅចុច download នេះមកចឹងអ្នកធ្វើការរងចាំវាតិចទៅបាទបន្ទាប់ពីវា download ហើយវានឹងចេញទម្រង់បែបហ្នឹងហើយអញ្ចឹងអ្នកចុច OK មកហើយកន្លែងនេះវា 100% កន្លែងនេះបើវាអត់ដើរក៏អីដែរដល់ពេលវាចប់វាចេញ 100% អញ្ចឹងហើយមិញដោយសារខ្ញុំដាក់ link profile ដោយសារខ្ញុំដាក់ link profile អញ្ចឹងវា download មកទាំង post វែងវីដេអូវែងទាំងវីដេអូ short អីមកទាំងអស់
អ្នកនរនេះដោយសារខ្ញុំដាក់ link profile អញ្ចឹងណាអ្នកនរគ្នាអាចតេស្តមើលដាក់ link playlist ឬក៏ link តតអីមើលវាចេញមិនដែរអញ្ចឹងណាហើយមិនចាំខ្ញុំវិញផងអរគុណអ្នកនរគ្នាវីដេអូនេះមានប៉ុណ្ណឹង